ដំណឹងក្តៅនៅមុននេះម្ចាស់ប្រេនសម្រាប់ធីរាត្រូវបានសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធទៅនឹងរឿងមួយនេះកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានចាប់ខ្លួនលោកស្រីជូនសុធារាម្ចាស់ក្រុមហ៊ុនសម្រាប់ធីរាកាលពីថ្ងៃទី13ខែមីនាឆ្នាំ2025រួចបញ្ជូនទៅកាន់តុលាការខេត្តពោធិ៍សាត់នៅថ្ងៃនេះរួចឃុំខ្លួនជាបណ្ដោះអាសន្នការចុះបង្ក្រាបនេះមិនមែនជាលើកទី1ទេដោយកន្លងទៅនៅខេត្តស្វាយរៀងក៏ធ្លាប់បានចុះចាប់និងបិទទីតាំងឃ្លាំងផលិតគ្រឿងសម្អាងសម្រាប់ធីរាម្ដងរួចទៅហើយក៏ប៉ុន្តែក្រុមហ៊ុនមិនញញើតនឹងផ្លូវច្បាប់បន្តិចសោះដោយបន្តចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ25ខេត្តក្រុងមិនខ្វាយខ្វល់ពីអំពើទុច្ចរិតរបស់ខ្លួនទាល់តែសោះដោយអាងមានលុយច្រើនគិតថាមិនមានអ្នកណាធ្វើឲ្យកើតដោយបាត់ល្មើសកើតឡើងជាបន្តបន្ទាប់នៅខេត្តពោធិ៍សាត់ឯនេះវិញទើបថ្មីនេះសមត្ថកិច្ចបានចុះបង្ក្រាបជាមួយនឹងមន្ត្រីជំនាញនិងបានរកឃើញផលិតផលទាំងនោះផលិតដោយគ្មានស្តង់ដារបច្ចេកទេសនិងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវបច្ចុប្បន្នតំណាងអាយកាអមសាលាដំបងខេត្តពោធិ៍សាត់បានឃាត់ខ្លួនលោកស្រីជូនសុធារាម្ចាស់ក្រុមហ៊ុនសម្រាប់ធីរាជាបណ្ដោះអាសន្ននិងបន្តចាត់ការតាមនីតិវិធីច្បាប់បាទចំពោះអត្ថបទព័ត៌មាននេះដែរសូមបញ្ចប់តែប៉ុណ្ណេះឥឡូវយើងងាកបញ្ចប់អារម្មណ៍ទៅនឹងអត្ថបទព័ត៌មានថ្មីមួយទៀតដែលនិយាយអំពីបង្ហាញមុខប្រកួតម្ដងទៀតប៊ីសុធារីឆ្លើយតបមួយឆ្ងាញ់ជុំវិញពាក្យគេថាបេក្ខភាពប្រកួតបវរកញ្ញាមុខដដែលប៉ុន្តែថ្មីនេះកញ្ញាប៊ីសុធារីបានធ្វើឲ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបង្ហាញក្តីរំភើបនិងគាំទ្រយ៉ាងពេញទំហឹងក្រោយឃើញនិងបង្ហាញវត្តមានចូលជាបេក្ខភាពប្រកួតវិស័យបវរកញ្ញាម្ដងទៀតក្នុងកម្មវិធី Miss Cosmos Cambodia 2025ជាមួយគ្នានោះដែរស្របពេលកញ្ញាប៊ីសុធារីបន្តក្តីស្រមៃលើបវរកញ្ញាកម្មវិធី MCC 2025នេះដែរនៅលើបណ្ដាញសង្គមក៏ឃើញមានរឿងរ៉ាវខ្លះដែលធ្វើឲ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះការវិញែកយ៉ាងណាមិញក្រោយខ្លាចជាបេក្ខភាពផ្លូវការរបស់ MCC 2025ក្នុងថ្ងៃបំពាក់ឈៀងថ្ងៃទី13ខែមីនាឆ្នាំ2025កញ្ញាប៊ីសុធារីក៏បានផ្ដល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មាននិងបានទម្លាយព្រមទាំងរៀបរាប់ពីមូលហេតុផ្សេងចំពោះការវិលត្រឡប់ចូលប្រកួតសាជាថ្មីផងដែរនៅក្នុងនោះប៊ីសុធារីបានឆ្លើយតបមួយឆ្ងាញ់ចំពោះពាក្យដែលនាងតែងតែឮគេនិយាយថាបេក្ខភាពចូលប្រកួតបវរកញ្ញាមុខដដែលដោយនាងបានលើកនិយាយថាចំពោះការចូលប្រកួតប្រសិនបើអ្នកថ្មីខ្លាំងអាចប្រកួតប្រជែងឈ្នះនាងគេនឹងអាចយកមកកត់ទៅប្រកួតលើឆាកអន្តរជាតិប៉ុន្តែបើនាងខ្លាំងជាងនាងនៅតែអាចទៅប្រកួតលើឆាកអន្តរជាតិអញ្ចឹងដោយនាងគិតថាការប្រកួតលើឆាកអន្តរជាតិមិនខ្វល់ថាបវរកញ្ញាម្នាក់នឹងមុខថ្មីឬមុខចាស់ឡើយគឺសំខាន់មើលលើសមត្ថភាពម្នាក់នឹងខ្លាំងឬអត់ក្នុងនោះដែរកញ្ញាប៊ីសុធារីបានបន្តថានាងមិនដែលហាមអ្នកថ្មីឲ្យចូលប្រកួតឡើយមានតែសប្បាយចិត្តពេលឃើញអ្នកចំនួនថ្មីចូលរួមប្រកួតដូចគ្នាយ៉ាងណាចំពោះរូបនាងផ្ទាល់ពេលនេះមានវ័យ27ឆ្នាំនាងគិតថានៅអាចប្រកួតបានសមត្ថភាពនៅមានពេញលេញរីឯរូបសម្បត្តិក៏នៅអាចប្រកួតបានដូច្នេះនាងមិនចង់ចំណាយពេលវេលានិងទុកសមត្ថភាពនាងចោលនោះទេ